តើបងប្អូនទាំងអស់គ្នាខាត់ពេលអស់ប្រហែលម៉ោងនៅក្នុងការបញ្ចូលទិន្នន័យថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀប automate ទៅលើការងារមួយហ្នឹងតាមជំហានមួយសាមញ្ញហើយបន្ទាប់ពី set up នៅប្រព័ន្ធនឹងរួចបងប្អូនទាំងអស់គ្នានឹងមានប្រព័ន្ធដើម្បីបញ្ចូលទិន្នន័យដោយស្វ័យប្រវត្តិមួយហើយអាចយកទៅប្រើប្រាស់បានគ្រប់ពេលនិងជួយសន្សំចៃពេលវេលារបស់បងប្អូនទាំងអស់គ្នាបានច្រើនម៉ោងក្នុងមួយសប្តាហ៍បន្ទាប់ពីមាននៅប្រព័ន្ធមួយនេះទៅក្នុងការ setup គឺតម្រូវឲ្យបងប្អូនទាំងអស់គ្នាប្រើប្រាស់កុំព្យូទ័រឬក៏ tablet ដើម្បីធ្វើយើងអាចធ្វើនៅលើទូរស័ព្ទដៃបានដែរអញ្ចឹងជំហានដំបូងគឺយើងត្រូវចូលទៅកាន់ website មួយដែលមានឈ្មោះថា mac.com ដើម្បីទៅ create នៅ Mac account អញ្ចឹងចូលមកដល់បងប្អូនទាំងអស់គ្នានឹងឃើញផ្ទាំងបែបនេះអញ្ចឹងយើងយកពាក្យ sign in ក្នុងករណីយើងអត់ទាន់មាន account យើង click sign in នៅទីនេះមួយមកហើយចំណុចបន្ទាប់យើងអាចបន្តជាមួយនឹងគណនី Google click នៅទីនេះដើម្បីបន្តមកទៀតបងប្អូនទាំងអស់គ្នានឹងឃើញ AI agent មួយនៅទីកន្លែងនេះដែលងាយស្រួលមែនទែនដែលបងប្អូនទាំងអស់គ្នាអត់ចាំបាច់ទៅ create នៅ scenario ដោយខ្លួនឯងទេបងប្អូនគ្រាន់តែសរសេរ prompt ទៅគឺវាអាច generate ជា scenario ឬក៏ជា system ទៅតាមការចង់បានរបស់បងប្អូនក៏ប៉ុន្តែចំពោះបងប្អូនដែលចាប់ផ្ដើមដំបូងឬក៏អត់ទាន់ស្គាល់អីសោះពី AI automation ឬក៏ automation workflow ខ្ញុំអត់ទាន់ឲ្យចូលទៅកាន់ជំហាននេះតែម្ដងទេព្រោះវាពាក់ព័ន្ធទៅនឹងសមត្ថភាពនៃទិន្នន័យរបស់បងប្អូននិងការប្រើប្រាស់នៅ credit ហើយចំណុចបន្ទាប់ដែលយើងត្រូវមើលហ្នឹងគឺទៅទៅនឹងកន្លែង subscription អញ្ចឹងកន្លែងនេះគឺ Mac វាអនុញ្ញាតឲ្យយើងប្រើប្រាស់ free 1000 credit ក្នុងរយៈពេល1ខែជាមួយនឹង2 active scenario ចំពោះបងប្អូនដែលអត់ទាន់ស្គាល់ mac.com នឹងជាអ្វីខ្ញុំសូមបញ្យល់បន្តិច mac.com គឺជាកម្មវិធីមួយដែលអនុញ្ញាតឲ្យបងប្អូនទាំងអស់គ្នាតភ្ជាប់រវាង digital tool មានន័យថាកម្មវិធីណាមានកម្មវិធីជាច្រើនឬក៏ AI ផ្សេងៗតភ្ជាប់ជាប្រព័ន្ធមួយដើម្បីធ្វើស្វ័យប្រវត្តិកម្មទៅលើការងារណាមួយឧទាហរណ៍ដូចជាការងារការិយាល័យការងារ HR ការងារ IT ការងារ sales marketing អីអញ្ចឹងហោហែជាដើមអញ្ចឹងត្រឡប់មកកាន់ការងាររបស់យើងវិញគឺយើងត្រូវចូលទៅកាន់កន្លែង create scenario ដើម្បីបង្កើតនៅប្រព័ន្ធមួយគឺប្រព័ន្ធបញ្ចូលទិន្នន័យស្វ័យប្រវត្តិនឹងឯងនៅទីនេះគឺយើងដាក់ឈ្មោះឲ្យប្រព័ន្ធរបស់យើងឧទាហរណ៍ខ្ញុំដាក់ថាប្រព័ន្ធទី1ចុច save នៅទីនេះជំហានបន្ទាប់គឺយើងត្រូវចូលទៅបង្កើតនៅ Telegram bot ដោយយើងចូលមកកាន់ bot folder ឬក៏យើងអាចទៅស្វែងរក bot មួយនឹងបានដោយចូលទៅកាន់ទីនេះហើយ search ពាក្យថា add bot folder អញ្ចឹងពេលនោះបងប្អូនទាំងអស់គ្នានឹងឃើញbot មួយហ្នឹងយើង click start នៅទីនេះមក start ហើយយកពាក្យថា new bot ដែលនៅទីនេះគឺវាអនុញ្ញាតឲ្យយើងបង្កើត bot បានរហូតដល់20 bot អញ្ចឹងបងប្អូនអាច create នៅ bot ថ្មីជាមួយខ្ញុំបាននៅទីនេះអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់ click កន្លែងនេះ new bot អញ្ចឹងបន្ទាប់ពីយើង click new bot ដើម្បីចាប់ផ្ដើមនៅការសន្ទនាជាមួយនឹង bot folder នឹងហើយយើងនឹងឃើញ message មួយ alright new bot how you going អញ្ចឹងចាប់ដើមយើងអានមើលទៅនេះបន្តិចទៅអញ្ចឹងយើងមានន័យថាគេឲ្យដាក់ឈ្មោះនៅ bot របស់យើងអញ្ចឹងខ្ញុំដាក់ឈ្មោះ bot នឹងថា AI auto fill data អូខេហើយយើងចុច enter ជំហានបន្ទាប់គឺគេតម្រូវឲ្យយើងសរសេរ bot ហ្នឹងជាលក្ខណៈ string ដែលមាន underscore ពីក្រោមណាអញ្ចឹងយើងសរសេរបែបនេះមក AI underscore auto underscore bot ជាអក្សរតូចអូខេហើយយើងចុច enter ហើយនេះគឺជាឈ្មោះ bot របស់យើងនៅខាងក្រោមនេះគឺជា bot API អញ្ចឹង API គឺជាស្ពានចម្លងឬក៏គមនាគមន៍មួយដែលអនុញ្ញាតឲ្យ Mac ដឹកជញ្ជូនទិន្នន័យពីកម្មវិធីមួយជញ្ជូនទៅកម្មវិធីមួយទៀតអញ្ចឹងបងប្អូនទាំងអស់គ្នាអាច copy យក API token នេះបានបញ្ជាក់ API token របស់យើងក៏យើងអាចបោះចូលទៅក្នុង AI ឬក៏អាចបង្ហាញជាសាធារណៈបានដែរព្រោះអីគេអាចយក API ហ្នឹងទៅវាយប្រហារទៅលើប្រព័ន្ធរបស់យើងបានដូច្នេះហើយគឺយើងអាចបង្ហាញបានទេ
ហើយតើតោះនឹងឈ្មោះ bot អីគឺយើងអាចបង្ហាញបានដោយយើងគ្រាន់តែ click នៅកន្លែង bot នៅទីនេះមកយើងអាចចុច start ជាមួយនឹង bot របស់យើងអញ្ចឹងយើងបានប្រព័ន្ធនឹងហើយយើងត្រឡប់មកកាន់ mac.com របស់យើងវិញVisual ទី1របស់យើងគឺយើងត្រូវទៅ add Telegram bot អញ្ចឹងបងប្អូនទាំងអស់គ្នាឃើញនៅពេលដែលយើងដាក់ម៉ៅមកកាន់ទីនេះបងប្អូននឹងឃើញ app ជាច្រើនដែលយើងអាចហៅយកមកប្រើបានយើងចង់តពី app ណាទៅកាន់ app ណាគឺបានទៅតាមចិត្តរបស់យើងឧទាហរណ៍ថាបងប្អូនទាំងអស់គ្នាធ្វើការងារមួយដែលវាដដែលរាល់ថ្ងៃយើងអាចរៀបចំវាជាលំហការងារថាការងារទី1យើងត្រូវធ្វើអីទី2យើងត្រូវធ្វើអីទី3យើងត្រូវធ្វើអីអញ្ចឹងយើងអាចតភ្ជាប់ app នឹងបានដើម្បីឲ្យវាធ្វើការដោយស្វ័យប្រវត្តិឲ្យយើងហើយវាចំណាយតិចជាងយើងប្រើប្រាស់ AI ឲ្យចឹងនិងសុវត្ថិភាពខ្ពស់ផងដែរអូខេឥឡូវយើងចូលមកកាន់ bot របស់យើងវិញគឺយើងត្រូវចូលមកកាន់ Telegram bot បន្តមកទៀតគឺយើងរើសយក bot មួយដែលមានឈ្មោះថា watch update ដើម្បីធ្វើជា trigger អញ្ចឹង trigger ហ្នឹងគឺជាកន្លែងរងចាំឬក៏យើងអាចប្រៀបប្រដូចវាជាឆ្មាំដែលយាមទ្វារអញ្ចឹងនៅពេលដែលមាននរណាគេផ្ញើអីមកកាន់ bot របស់យើងវានឹងដឹកជញ្ជូនទិន្នន័យហ្នឹងទៅapp បន្ទាប់តាមរយៈ data flow អញ្ចឹងយើងคลิกនៅទីនេះមកដើម្បី create នៅ webhookនៅទីនេះយើងអាចដាក់ឈ្មោះ bot របស់យើងបានឬក៏ webhook របស់យើងបានឧទាហរណ៍ខ្ញុំដាក់ឈ្មោះថា auto data entry ប្រព័ន្ធនេះហើយយើង create a connection អញ្ចឹង connection name នេះយើងអាច copy ពីកន្លែងនេះបាន copy ហើយ paste នៅទីនេះបន្ទាប់មក token គឺយើង paste នៅ API token ដែលយើងបានcopy មុនហ្នឹងអញ្ចឹងខ្ញុំបោះ API token ចូលកន្លែងនេះយើង no thank មកតោះមកយើងចុច save នៅទីនេះហើយចុច save នៅកន្លែងនេះតោះមកទៀតយើងចុច save នៅទីនេះមួយទៀតមកហើយយើងចុច run one ផ្ទាំងនេះ AI agent នេះយើងអាចខ្វែងវាចោលបានដោយសារតែយើងអត់ទាន់ប្រើបន្ទាប់មកយើងម៉ៅស្ដាំនៅលើ module នេះយកពាក្យថា run the module ហើយដើម្បីឲ្យការ run នឹង successful គឺបងប្អូនទាំងអស់គ្នាត្រូវទៅបើក Telegram bot របស់យើងដែលយើងបានបង្កើតមិញហ្នឹងយើងឆាតអីក៏បានដែរឧទាហរណ៍ខ្ញុំដាក់ថា hello អញ្ចឹង module ទី1របស់យើងគឺបាន create successful ហើយបងប្អូនទាំងអស់គ្នាអាចមើលកន្លែងនេះបាននេះយើងខ្វែងកន្លែងនេះយើង click នៅនេះយើងឃើញកន្លែងនេះ check ហើយកន្លែង message នេះយើងឃើញ message from អ្នកណាគេអ្នកឆាតមកនេះវា load ឲ្យទាំងអស់ឈ្មោះ username ណាមាន user Telegram មាន chat ID Telegram របស់គេប៉ុន្មានហើយគេឆាតអីមកនេះឥឡូវនេះយើងទទួលបានជោគជ័យទៅក្នុងនឹងការបង្កើត Mac account និង Telegram bot អញ្ចឹងជំហានបន្ទាប់គឺយើងត្រូវចូលទៅកាន់ try ដើម្បីបង្កើតនៅកន្លែងមួយជាកន្លែងដែល store ទុកនៅទិន្នន័យដែលជា reference ព្រោះយើងអាចជឿជាក់ទៅលើ AI ទាំងស្រុងបានដែរអញ្ចឹងយើងត្រូវមានកន្លែងមួយដែលយើងអាចចូលទៅអាន file ដែលជា reference បានដើម្បីបញ្ជាក់ឬក៏ដើម្បី verify គ្នាអញ្ចឹងកន្លែងនេះមុននឹងចូលទៅកាន់ Google Drive កន្លែងនេះបងប្អូនអាចម៉ៅស្ដាំយកពាក្យថា add to new group ហើយនៅនេះខ្ញុំចូលចិត្តប្រើ robot ខ្ញុំយក icon មួយនេះអូខេកន្លែងនេះបងប្អូនអាចដាក់ក៏បានមិនដាក់ក៏បានដែរហើយយើងអាចគ្រប់ដាក់ទៅជា AI Office Automation បន្ទាប់មកយើងចុច Enter អញ្ចឹងបន្ទាប់ពីបាននៅគ្រប់មួយបែបនេះយើងត្រូវចូលទៅកាន់ Try អញ្ចឹងបងប្អូនទាំងអស់គ្នាអាចចុចយើងចូលមកកាន់គ្រប់របស់យើងចុច Control T ដើម្បីបើក tab ថ្មីបន្ទាប់មកយើងទាញ tab ថ្មីហ្នឹងបញ្ចូលនៅកន្លែងគ្រប់នេះហើយយើងត្រូវចូលទៅកាន់ try របស់យើងដោយសរសេរពាក្យថា try.google.com ហើយ slash នេះយើងយក address ប្រព័ន្ធនេះណា try.google.com/ ចុច enter អូខេជំហានបន្ទាប់គឺយើងត្រូវចូលមកកាន់កន្លែង new នៅទីនេះហើយយើងយកពាក្យ new folder
ចឹង new folder នៅទីនេះយើងដាក់ AI Office Automation click នៅទីនេះមកហើយយើង click create នៅនេះយើងចូលមកកាន់ folder មួយនេះមួយម្ដងទៀតមកយើងមកស្ដាំយកពាក្យថា invoice ដើម្បីជាកន្លែងមួយដាក់ invoice របស់យើងអញ្ចឹងយើងដាក់ invoice ហើយយើង click create អញ្ចឹងយើងបាន folder មួយហើយ folder មួយទៀតគឺយើងដាក់នៅ Google Sheet អញ្ចឹងយើងដាក់មកស្ដាំ new folder ហើយយើងដាក់sheet អូខេអញ្ចឹងយើងមាន2មួយ invoice ហើយមួយទៀត sheet ជំរាបបន្ទាប់គឺយើងត្រូវ double click នៅលើ Google Sheet folder នេះ double click បែបនេះមកបន្តមកទៀតបងប្អូនទាំងអស់គ្នាត្រូវមកស្ដាំយកពាក្យថា Google Sheet បន្តមកទៀតយើង click នៅទីនេះមកយើងយកពាក្យថា blank spreadsheet អញ្ចឹងកន្លែងនេះគឺគេតម្រូវឲ្យយើងដាក់ឈ្មោះទៅលើ spreadsheet name របស់យើងណាអញ្ចឹងខ្ញុំដាក់ឈ្មោះថា Cambodia start editing អញ្ចឹងនេះគឺជាឈ្មោះ spreadsheet របស់យើងតាក់ទងនឹងការដាក់ទៅលើ header គឺតម្រូវឲ្យបងប្អូនទាំងអស់គ្នាមើលទៅលើតន័យដែលយើងចង់បញ្ចូលដោយស្វ័យប្រវត្តិនឹងឧទាហរណ៍តន័យដែលខ្ញុំចង់បញ្ចូលគឺជាinvoice អញ្ចឹងខ្ញុំនឹងទៅបើក invoice របស់ខ្ញុំជូនទៅកាន់បងប្អូនទាំងអស់គ្នាហើយនេះគឺជា invoice របស់ខ្ញុំឥឡូវយើងមើលទាំងអស់គ្នាអញ្ចឹង invoice មួយនេះគឺវាមានឈ្មោះ supplier មាន contact របស់គាត់មានថ្ងៃទីខែឆ្នាំលេខ invoice អញ្ចឹងជាដើមអញ្ចឹងនៅក្នុង invoice ហ្នឹងបងប្អូនទាំងអស់គ្នាចង់ស្រង់យកអីគេឬក៏នៅក្នុងសន្លឹកឯកសារដែលបងប្អូនទាំងអស់គ្នាទទួលបានហ្នឹងបងប្អូនទាំងអស់គ្នាចង់ស្រង់យកអីគេយើងបង្កើត header ទៅតាមហ្នឹងអូខេអញ្ចឹងយើងមើល invoice នេះជា reference ហើយយើងចាប់ផ្ដើមទៅសង់ header ទៅតាមហ្នឹងអញ្ចឹងយោងទៅតាម invoice របស់ខ្ញុំនឹងស្រង់យកតន័យមួយចំនួនដូចនេះដែលទី1គឺខ្ញុំស្រង់យកខ្ញុំចង់ដឹងថា content creator រូបណាដែលបង្កើត content ហ្នឹងខ្ញុំដាក់ content creator អូខេបន្ទាប់មកឆ្លងពី column មួយទៅ column មួយទៀតគឺយើងប្រើ tab ហើយនៅនេះគឺយើងដាក់អីគេitem យ៉ាហើយ tab មួយទៀត unit priceចំណុច underscore price tab total price tab review invoice underscore link and កន្លែងនេះចំណុច capture add អូខេអញ្ចឹងយើងចុច enter យកតែម្ដងមកនេះគឺជា column header របស់យើងដែលយើងស្រង់យកប៉ុណ្ណេះបាទទី1យើងចង់ដឹងថា creator នឹងគឺជាណាគេitem គាត់បានលក់អីមកយើងហើយចំនួនប្រមាណតម្លៃសរុបប្រមាណលេខ link ចូលទៅមើល invoice ហើយ invoice នឹងត្រូវបានបញ្ចូលនៅម៉ោងប៉ុន្មានហើយកន្លែង item នេះខ្ញុំគិតថាគួរតែ space វាធំបន្តិចដោយសារតែវាអាចរៀបរាប់បានរៀងឆ្ងាយហើយ unit price នេះមកល្មមទៅហើយ total price មកល្មមហើយ link នេះគួរតែទាញវាវែងបន្តិចដោយសារតែវាអាចនឹងដាក់អត់អស់ក៏តែអត់អីទេយើងអាចសេរីបានតាមក្រោយតែសំខាន់គឺ column header របស់យើងឯងអញ្ចឹងបន្ទាប់ពី create បានប៉ុណ្ណេះហើយគឺយើងជោគជ័យហើយទៅលើជំហានទី1របស់យើងតើតើទៅនឹងការ create account តោះមកយើងចូលទៅកាន់ជំហានទី2របស់យើងដែលយើងហៅថា happy pass ដោយ click នៅទីនេះដើម្បីបន្ថែមនៅ module អញ្ចឹងយើង click ទៅលើទីនេះមកដើម្បីបន្ថែម module click ម្ដងនៅទីនេះហើយ module ដែលយើងត្រូវថែមបន្ទាប់នេះគឺមានឈ្មោះថា Telegram bot ហើយ search module យើងយកពាក្យ download file ដើម្បីអីគឺដើម្បីឲ្យ Telegram bot ហ្នឹងអាចទាញយកទាំង file រូបភាពឬក៏ជា file បើនៅលើ Telegram គេមិនអាចអ្នកខ្លះគាត់អាច upload ជា file
បាទជា file PDF គាត់សាន់ជា document ហើយអ្នកខ្លះគាត់អាចសាន់ជារូបភាពអញ្ចឹងយើងអាចបញ្ជាឲ្យវាអាច capture បានទាំងពីរហ្នឹងអាច download ទុកបានទាំងពីរហ្នឹងមុននឹងបន្តទៅ module ថ្មីអញ្ចឹងយើង click នៅទីនេះ connection នៅក្នុងករណីយើងមាន board តែមួយវាអត់ទាន់មានជម្រើសឲ្យយើងរើសទេក៏ប៉ុន្តែនៅក្នុងករណីបងប្អូនទាំងអស់គ្នាមាន board ច្រើនគ្រាន់តែ click នៅទីនេះនឹងឃើញ board list down នៅទីនេះអញ្ចឹងប្រុងប្រយ័ត្នដែរតែក្នុងការរើស board ហ្នឹងគឺយើងរើសឲ្យត្រូវបើមិនអញ្ចឹងទេប្រព័ន្ធអត់ដំណើរការទេអញ្ចឹងកន្លែងនេះយើងរើសមកយើងរើសត្រូវហើយវា connect ឲ្យយើង automatic ទេក្នុងករណីយើងមាន board តែមួយណាតោះមកយើងត្រូវចូលទៅកាន់កន្លែងមួយនេះ click នៅនេះមកគឺគេឲ្យយើង map ជាមួយនឹង file ID អញ្ចឹងដើម្បី map ជាមួយនឹង file ID បានគឺយើងត្រូវប្រើប្រាស់នៅរូបមន្តនេះអញ្ចឹងទៅនឹងការប្រើប្រាស់រូបមន្តយើងមានជាhandout ដែលបងប្អូនទាំងអស់គ្នាអាចទៅ download បាននៅក្នុង Telegram community ដែលបងប្អូនអាច copy យករូបមន្តហ្នឹងមក paste នៅទីនេះបានក៏ប៉ុន្តែបន្ទាប់ពីចុច paste ហើយក៏យើងអត់ទាន់អាចចុច save បានភ្លាមៗដែរគឺយើងត្រូវទៅ remap មានន័យថា map សារថ្មីដើម្បីឲ្យត្រូវជាមួយនឹង module របស់យើងអញ្ចឹងទីមួយគឺយើងត្រូវលុបចោលកន្លែង mistake document ID នេះដោយវាពណ៌ខ្មៅបែបនេះគឺយើងត្រូវលុបចោលណាយើងត្រូវ delete វាចោលបែបនេះមកចុចនៅលើ backspace នៅលើ keyboard របស់យើងដើម្បីលុបហើយយើងត្រូវទៅ map យក message file ID ដោយយើងចូលមកកាន់ message ពី module ទី1ហើយយើង scroll ចុះមកក្រោមរហូតដល់ file ID នេះ documentអូខេយើងសំទោសយើងអាចយក edit នេះបានទេ edit message នេះបានទេយើងយកពី message អញ្ចឹងយើងយក chat អញ្ចឹងយើង scroll មកលើវិញយើង scroll មើល message នេះបាទ message drop down រហូតដល់ file document file ID អញ្ចឹងត្រឹមត្រូវហើយ message file ID អូខេអញ្ចឹងនៅទីកន្លែងនេះក៏យើងត្រូវលុបដែរគឺយើងយក message photo ហើយយើងយកពី module ទី1ណាដោយសារតែនៅក្នុងប្រព័ន្ធមួយទៀតដែលខ្ញុំបានសាងសង់ហ្នឹងគឺmodule នេះវា count ជាលេខរៀងទី1អញ្ចឹងវា load message មួយហើយ message photo ក៏ប៉ុន្តែយើងមើលទៅតាមជាក់ស្ដែងដោយ module ដែលយើងបានបង្កើតនេះគឺវា module ទី2អញ្ចឹងយើងទៅចាប់យកពី module ដំបូងដែលវានៅដែលវាមានលេខ ID របស់វាគឺលេខ2អញ្ចឹងយើងទៅចាប់យកបែបនេះអញ្ចឹងយើងចាប់យកអីគេ message photo message scroll ចុះមកក្រោមមក photo បាទ photo ហើយ file ID នេះយើងអត់ចាំបាច់លុបទេយើងទុកវាដដែលបែបនេះអញ្ចឹងបន្ទាប់ពី map ហើយបងប្អូននឹងឃើញទម្រង់បែបនេះ if empty message document ឬក៏ file ID lost message photo ហើយបិទវងខ្ចប់មកវិញ file ID អញ្ចឹង file ID នេះគឺជារូបមន្តទេយើងចុច save បន្ទាប់មក complete save នៅទីនេះអញ្ចឹងយើងត្រូវភ្ជាប់ទៅកាន់ module ទី3របស់យើងគឺ Google Drive ដើម្បីអីដើម្បី upload យក document ដែលយើងដែលគេផ្ញើតាម Telegram ហ្នឹងយកទៅទុកនៅក្នុង Drive នៅកន្លែងដែលយើងបានបង្កើតពីភ័ក្រមុនអញ្ចឹងនៅទីនេះយើង search មក Drive បាទ Drive អូខេអញ្ចឹងយើងយក Google Drive បន្តមកទៀត search module យើងយកពាក្យថា upload file កន្លែង connection នេះបងប្អូនអាច click create a connection បន្ទាប់មក connection tab យើង sign in ជាមួយនឹង Google ដោយសារតែករណី Google របស់យើងបាន sign in ហើយស្រាប់យើងយក sign in with Google មកអូខេយើងរើស connection tab នេះសិន connection tab Google Drive យើងកុំយក Google restrict ណាហើយបន្តមកទៀតយើងចុច sign in with Google ហើយយើងបន្តមកយើង click នៅទីនេះដើម្បីបន្តមក click continue អូខេ continue មួយទៀតមកឥឡូវយើងអាចភ្ជាប់គ្នាបានហើយអញ្ចឹងកន្លែងនេះ
folder ID enter manually ឬក៏ select from list អញ្ចឹងយើងយកពាក្យថា select from list កន្លែងនេះ try new try location យើងយក my try មកហើយបើសិនបើយើងចង់យក file នឹងទៅទុកជាមួយនឹង try ដែលគេ share ជាមួយយើងអាចដាក់លើ try អ្នកដទៃបានក៏តែក្នុងករណីរបស់ខ្ញុំនេះខ្ញុំយក my try តមក click ដើម្បី choose folder អញ្ចឹងយើង click នៅទីនេះដើម្បី choose folder អញ្ចឹង folder របស់យើងបានរៀបចំតាម order ហើយមុនហ្នឹងគឺយើងយក AI Office Automation បន្ទាប់មកយើង click នៅទីនេះមួយទៀតយើងយក invoice បន្ទាប់មក scroll មកក្រោមបងប្អូនទាំងអស់គ្នានឹងឃើញមាន file name និង data អញ្ចឹងយើង click កន្លែងនេះយក map ហើយបន្ទាប់មកយើងចុច save អូខេយើងចុច save នៅទីនេះម្ដងទៀតមកអូខេហើយយើង click នៅទីនេះមកដើម្បី auto align ចូលទៅកាន់ module ទី4អញ្ចឹងបងប្អូនទាំងអស់គ្នាខំមើលកន្លែងនេះមើលទីនេះអាចវែងដោយសារតែទីនេះគឺជា module ID នេះដែលមាន module ទី1ទៅជា ID លេខ2 module ទី3ទី2ទៅជា ID លេខ9អញ្ចឹងយើងរាប់បែបនេះវិញ module ទី1 module ទី2និង module ទី3អូខេហើយបន្ទាប់មកទៀតគឺយើង click បន្ថែមនៅ module មួយទៀតគឺ module ទី4នៅទីនេះគឺយើងត្រូវដាក់ខួរក្បាលទៅឲ្យប្រព័ន្ធរបស់យើងប្រហែលប្រព័ន្ធរបស់យើងឥឡូវនេះវាមានដៃជើងដើម្បីបោះតន័យឲ្យគ្នាហើយក៏តែវាអត់ទាន់មានខួរក្បាលអាចធ្វើអីបានដែរអញ្ចឹងកន្លែងនេះខ្ញុំសូមបើ workshop បង្ហាញបងប្អូនទាំងអស់គ្នាបន្តិចអំពី AI ដែលយើងប្រើរាល់ថ្ងៃថាវាមានប៉ុន្មាន level អញ្ចឹង AI ដែលយើងប្រើរាល់ថ្ងៃនេះគឺវាមាន4 level ទី1គឺ AI tool ធម្មតាដែលជាបច្ចេកវិទ្យាមួយដែលគេ train ឲ្យវាធ្វើត្រាប់តាមបញ្ញារបស់មនុស្សដែលវាអាចជួយយើងទៅលើការងារជាច្រើនមានដូចជា ChatGPT, Claude, Gemini អីអញ្ចឹងជាដើមហ្នឹងយើងប្រើវាបានត្រឹមតែជា second brain របស់យើងទេដើម្បីជួយគិតជួយរៀបចំ plan រៀបចំអីណាដល់មក level 2ដែលយើងកំពុងតែធ្វើនេះគេហៅថា workflow automation ដែលយើងចាប់ tool ជាច្រើនគុំបញ្ចូលគ្នានឹងចាប់ AI យកមកធ្វើជាខួរក្បាលបង្កើតទៅជា AI automation ដែលជួយធ្វើការងារដដែលមកឲ្យយើងដល់ level ទី3គឺ AI agent អញ្ចឹង AI agent គឺវាមានគ្រប់ទៅលើ AI ទាំងអស់មិនថា mac.com ដែលយើងកំពុងធ្វើការនេះ ChatGPT Google Gemini អីក៏មានដែរដែលយើងគ្រាន់តែប្រាប់គោលដៅទៅ AI ហ្នឹងវានឹងចេះ research ចេះប្រើប្រាស់ tool មកយើងដោយស្វ័យប្រវត្តិក៏ប៉ុន្តែការងារមួយចំនួនយើងអាចប្រើប្រាស់យើងអត់ចាំបាច់ទៅប្រើប្រាស់នៅ AI agent ប្រភេទហ្នឹងទេដូចជាការងារមួយនេះអញ្ចឹងជាដើមដោយសារអីវាកាលណាវាចេះប្រើប្រាស់ tool វានឹង consuming នៅ credit ច្រើនដោយសារតែវាចេះប្រើប្រាស់វាសាកល្បងប្រើប្រាស់ tool បើ tool នឹងប្រើជ័យវានឹងទៅរើស tool មួយទៀតយកមកប្រើអញ្ចឹងវាឆាប់អស់ credit របស់យើងហើយទី2គឺតើតើនឹង token ក៏ឆាប់អស់ដូចគ្នាហើយទី3គឺតើតើនឹងសុខភាពដោយសារតែបើសិនបើបងប្អូនអត់បានពិនិត្យបច្ច័យបានជាក់លាក់ត្រឹមត្រូវណាវានឹងចូលទៅបើក laptop របស់យើងចូលទៅប្រើប្រាស់ laptop របស់យើងដោយស្វ័យប្រវត្តិនិងចូលទៅប្រើប្រាស់ file របស់យើងដោយស្វ័យប្រវត្តិដូចគ្នាអញ្ចឹងវាងាយធ្វើឲ្យតន័យនៅក្នុងស្ថាប័នឬក៏តន័យផ្ទាល់ខ្លួនរបស់យើងហ្នឹងវាបែកធ្លាយដោយប្រការណាមួយបើសិនបើយើងធ្វើប្រហែសដល់ level ទី4គឺ agentic AI វាស្តៀងគ្នាជាមួយនឹង AI agent ដែរក៏ប៉ុន្តែវាមានសមត្ថភាពខ្លាំងជាងនិងដោះស្រាយបញ្ហាកម្រិតខ្ពស់ឬក៏ធ្វើស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ជាង AI agent អញ្ចឹងបើសិនបើយើងចំណាយលុយទៅលើ AI កម្រិតហ្នឹងដើម្បីដោះស្រាយបញ្ហាកម្រិតនេះមានដូចជាការបញ្ចូលតន័យការធ្វើ report ឬក៏ការសង្ខេបការប្រជុំអីអញ្ចឹងជាដើមណាវាគឺជាការវិនិយោគមួយសំទោសដល់ល្ងងខ្លៅបំផុតដែលយើងចាយលុយច្រើនទៅលើការវិនិយោគហ្នឹងវាប្រៀបបីដូចជាយើងទិញរថក្រោះយកទៅបាញ់សម្ោចអញ្ចឹងវាគឺជាការវិនិយោគមួយដ៏អត់ចំណាញ់ទេអញ្ចឹងបានជាខ្ញុំចង់បើកវងចកជូនបងប្អូនទាំងអស់គ្នាបន្តិចពីកន្លែងហ្នឹងមិញអូខេឥឡូវយើងត្រឡប់មកកាន់ scenario របស់យើងវិញនៅទីនេះគឺយើងត្រូវបន្ថែមនៅ module មួយទៀតគឺGoogle Gemini ឥឡូវត្រឡប់មកកាន់ system របស់យើងវិញនៅ module ទី4គឺយើងត្រូវដាក់ខួរក្បាលឲ្យ system របស់យើងមិនអញ្ចឹងដើម្បីដាក់ខួរក្បាលបានគឺយើងត្រូវទៅហៅនៅ module មួយដែលមានឈ្មោះថា
TT page ហើយយើងយក make a request ដើម្បីឲ្យ AI អាចអានទៅលើរូបភាពរបស់យើងបានហើយ post វាទៅជា JSON អញ្ចឹងនៅទីនេះកន្លែង method នៅទីនេះយើងបដូរទៅជា post អញ្ចឹងយើងអត់ទាន់មាន AI ទេតែអត់អញ្ចឹងបងប្អូនទាំងអស់គ្នាយើងត្រូវទៅ copy យក API keys ដោយទៅ generate នៅ API ជាមុនសិនអញ្ចឹងយើងចុច save បែបនេះសិនមក auto align ហើយយើងចុច F11 ដើម្បីចាញ់ពីផ្ទាំង full screen នៅទីនេះយើងទាញវាបញ្ចូលយើងបើក tab ថ្មីយើងសរសេរពាក្យថា Google Gemini API keys បន្ទាប់មកយើងត្រូវចូលមកកាន់ URL មួយនេះដែលមានឈ្មោះថា Google AI Studio .api key អញ្ចឹងយើងคลิกនៅនេះមួយមកវានឹងចូលមកកាន់ផ្ទាំង AI API key នឹងតែម្ដងអញ្ចឹងនៅទីនេះយើង click create API មកនៅកន្លែងនេះយើងអាចដាក់ឈ្មោះឲ្យ API key របស់យើងឧទាហរណ៍ខ្ញុំដាក់ថាបន្ទាប់មកយើង click កន្លែង default Gemini project ហើយ click យក create project នេះមកកន្លែង project នៅនេះខ្ញុំដាក់ថា AI Office Automation ដោយសារអីដោយសារតែ API key មួយហ្នឹងគឺយើងអាចយកទៅដាក់ទៅលើ project automation ផ្សេងៗទៀតដែលវាតាក់ទងទៅនឹងការងារ Office អញ្ចឹងយើង click create project នៅទីនេះមកតោះមកនេះគឺជា API key ខ្ញុំសុំឲ្យបន្តិចយើងអាច copy យកបាន copy យក key នឹងហើយយើងចុចខ្វែងហើយបញ្ជាក់ទៅនឹងការ create នេះបងប្អូននឹងឃើញនៅទីនេះវាមាន project name នេះឈ្មោះ project របស់យើងហើយ key របស់យើងនៅខាងឆ្វេងថ្ងៃដែលយើងបានបង្កើតនៅ API key ហ្នឹងហើយយើងអាចប្រើប្រាស់ free បាន free tier វាអនុញ្ញាតឲ្យយើងប្រើ free បានគួរសមដែរបន្ទាប់ពីយើងប្រើប្រាស់អស់នៅ free ហ្នឹងយើងអាចបញ្ចូលលុយបានដូចយើងបញ្ចូលកាតអញ្ចឹងដែលយើងអាចបញ្ចូលបានវាមានកន្លែង bill ណាយើងគ្រាន់តែ add bill add អីទៅយើងអាចបញ្ចូលបានអញ្ចឹងយើងអាច copy យក API key ពីទីនេះក៏បានដែរនេះ copy យក API key ហើយត្រឡប់មកកាន់ mac.com របស់យើងវិញតោះមកយើងត្រូវចូលមកកាន់ module ទី4របស់យើង click នៅទីនេះកន្លែង authentication tab យើងយកថា no authentication កន្លែង URL នេះយើងបោះ URL មួយចូលមុននឹងយើង paste នៅ Gemini key របស់យើងអញ្ចឹងចំពោះបងប្អូនដែលអត់មាន URL នេះបងប្អូនអាចទៅ copy យកពី Telegram community របស់យើងបានដែលខ្ញុំដាក់ file នៅហ្នឹងតាមលំដាប់ដោយបងប្អូនងាយស្រួលនៅក្នុងការ copy ហើយនៅនេះយើងត្រូវសេពាក្យថា key ស្មើអញ្ចឹង key ស្មើនៅបន្ទាប់ពី key ស្មើនេះយើងបោះនៅ API key របស់យើងចូលបោះចូលបែបនេះសរសេរជាប់គ្នាហាមដក clear បើវាចប់បន្ទាត់ឲ្យវាចប់បន្ទាត់អូតូដូចខ្ញុំមិញគឺវារឹកផ្លូវដើម្បីចប់បន្ទាត់ខ្លួនឯងអញ្ចឹងយើងតមកក្រោមកន្លែង method យើងយក post តមកកន្លែង header គឺយើងយក header name នេះយើងយក content tab ហើយ value application JSON ស្គលចុះមកក្រោមរហូតដល់បងប្អូនទាំងអស់គ្នាឃើញ body content tab កន្លែងនេះយើងយកពាក្យថា application JSON ហើយ body input method យើងយក JSON string តមកនៅកន្លែង body content នេះគឺបងប្អូនត្រូវទៅសរសេរ prompt ដើម្បីបញ្ជាអញ្ចឹង prompt យើងមានស្រាប់ហើយបងប្អូនអាច copy យកមកដាក់បានដូចគ្នាយើង pass បែបនេះមកបន្ទាប់មកយើងត្រូវលុបកន្លែងនេះចោលកន្លែងនេះយើងលុបយើងរើស module ជាក់ស្ដែង module យើងចាប់យកពី module ទី2 module Telegram ទី2របស់យើងចាំមើលថាលេខ ID របស់វាលេខប៉ុន្មានឥឡូវយើងអាច save បែបនេះចោលសិនមក ID របស់វាលេខ9អញ្ចឹងបងប្អូនអាច click នៅទីនេះម្ដងទៀត click នៅទីនេះ scroll down កន្លែង body tab នេះយើង scroll មកហើយកន្លែងនេះយើងលុបលេខ2នឹងចោលយើងទៅ map យកពី module ទី9អញ្ចឹងកន្លែងនេះដូចជា file name យើង
ខ្ញុំចង់បញ្ជាក់បន្តិចកន្លែង prom បងប្អូនទាំងអស់គ្នាអាចអានបន្តិចបានឬក៏អាច download prom នឹងហើយយកទៅអានបន្តិចបានដោយ prom នេះគឺខ្ញុំឲ្យវាអានឯកសារពី invoice មានន័យថាឲ្យវាចូលទៅអាន invoice ហើយបន្ទាប់មកបំផ្លែងទៅជា JSON អញ្ចឹងបងប្អូនទាំងគ្នាបើសិនបើតន័យរបស់យើងដែលយើងត្រូវបញ្ចូលហ្នឹងវាមិនមែនជា invoice ទេវាជាបញ្ជីឈ្មោះបុគ្គលិកបញ្ជីឈ្មោះសិស្សឬក៏បញ្ជីផ្សេងៗបងប្អូនទាំងអស់គ្នាក៏អាចrewrite សរសេរ prompt នឹងសារថ្មីអត់សរសេរខ្លួនឯងក៏បានបងប្អូនអាចឲ្យ Claude ឬក៏ ChatGPT សរសេរឲ្យដើម្បីយកមកធ្វើជា prompt system អញ្ចឹងនេះគេហៅថា prompt system អញ្ចឹងបន្ទាប់ពីសរសេរអស់ហើយយើង scroll មកយើងចុច save អូខេចុច save នៅទីនេះម្ដងទៀតហើយ click auto align module ទី5គឺយើងត្រូវទៅ add នៅ JSON ដោយ click នៅកន្លែង add module ហើយយើងយកពាក្យថា JSON បន្ទាប់មកយើងយក file JSON ដើម្បីអីដើម្បីឲ្យដែលចំណាយបានអានហ្នឹងឲ្យត្រឡប់មកវិញដែលអាច Mac អាចយកទៅប្រើការបន្តបានអញ្ចឹងយើង click នៅកន្លែង JSON string នៅទីនេះអញ្ចឹងយើងអត់ទាន់មានអីដែលត្រូវ map ឯងយើង click cancel សិនចុច save anyway ឬក៏យើងអាច mouse ស្ដាំ unlink នៅ module នេះជាមុនសិនបន្ទាប់មកចុច save ហើយ auto align 1 2បន្ទាប់មកយើងចូលទៅកាន់ Telegram bot របស់យើង Telegram bot អូខេយើងចូលមកកាន់ bot folder ហើយ click ទៅលើ bot ថ្មីដែលយើងបានបង្កើតនេះយើងទៅទាញ file ហ្នឹងយកមកតម្លាក់ទាញ file ឧទាហរណ៍របស់យើងណាទាញ invoice ហ្នឹងយកមកទម្លាក់មកហើយចុច send យើង send ជារូបភាពក៏បានជា file ក៏បានក៏ប៉ុន្តែជាការ recommend របស់ខ្ញុំឬក៏ពីការ recommend ពី system របស់យើងគឺទម្លាក់ជា file ដែរដើម្បីអីដោយសារតែ file វាធំជាងវាច្បាស់ជាងអញ្ចឹង Gemini អាចអានបានច្បាស់ជាងវាកាត់បន្ថយនៅកំហុសអញ្ចឹងយើង click នៅទីនេះដើម្បី send អូខេយើង send successful ហើយដោយមានសញ្ញាគ្រីសនៅទីនេះយើងអាចបិទបានហើយយើងមើលកន្លែងនេះវា fall កន្លែងនេះមួយបាទអញ្ចឹងយើង click ដើម្បី view មើលបាទ request achievement ហើយយើង expand error មើលថាវា error អីគេចឹង use វាឲ្យយើងប្រើប្រាស់ file output that not fine ចឹងយើង map ខុសចឹងយើងអាច double click កន្លែង prompt នឹងឯង file output យើងយក data វិញសំទោសយើងអត់យក file path ណាយើងយក data បន្ទាប់មកយើងចុច save នៅទីនេះម្ដងទៀតហើយយើងទម្លាក់ invoice ថ្មីចូលយើងប្រើ invoice ចាស់របស់យើងនេះក៏បានដែរតែយើងទម្លាក់វាសារថ្មីអូខេកន្លែងនេះវា unactive យើង active វាវិញមក process with all data យើងអត់ចង់ចាំយើងអាច click run នៅនេះបានអូខេឥឡូវការ run របស់យើងជោគជ័យហើយយើងយក module នេះមកភ្ជាប់គ្នាវិញមកយើងតភ្ជាប់បែបនេះអញ្ចឹងកន្លែង JSON ឥឡូវខ្ញុំ save សិនកុំឲ្យវាញ៉ៃពេក save anyway auto align click នៅទីនេះកន្លែង JSON string នេះគឺយើងទៅចាប់យកពី module ទី9សំទោសពី module Gemini តោះមកយើង click កន្លែង candidate ហើយ content ហើយ path ហើយ text យ៉ាបែបនេះហើយបានយើងចុច save អញ្ចឹងយើងជោគជ័យទៅលើ module ទី5ឃើញលេខ1នេះវាមានសារគេបងប្អូនអាច click នៅនេះបាននេះគេថា you are not using data generated by module consider remove or add មានន័យថា system នឹងអត់អាចបញ្ចប់ក្នុង module នេះបានទេវាឲ្យយើងត្រូវ remove ឬក៏បន្ថែមនៅ module ថ្មី
Trongបន្ទាប់គឺយើងត្រូវទៅ add module ថ្មីមួយទៀតដែលមានឈ្មោះថា Illustrator ដើម្បីអីគឺដើម្បីឲ្យវាបំបែកពី sheet ទៅជា row នីមួយៗបើមិនអញ្ចឹងទេវាយក sheet ហ្នឹងទៅដាក់ទៅលើ sheet មួយហ្នឹងដដែលអញ្ចឹងវាដាក់អត់បានទេអញ្ចឹងត្រូវឲ្យ sheet ហ្នឹងបំបែកទៅជា row នីមួយៗចាប់តន័យទៅតាម row នីមួយៗអញ្ចឹងយើងប្រើប្រាស់ Illustrator click នៅទីនេះ array យើងកន្លែងនេះបើសិនបើអត់ទាន់ map យើងបើកឲ្យ map បែបនេះមកកន្លែង array នេះគឺយើងទៅចាប់យកពី JSON មុនហ្នឹងmodule មុនហ្នឹងណាអញ្ចឹងយើង click នៅទីនេះយើងរក JSON អត់ទាន់មានទេតើអត់ដោយសារតែវាអត់ទាន់ run អញ្ចឹងយើងអាចមើលស្ដាំយើង click run this module អញ្ចឹងវា pass ហើយយើង click OK កន្លែងនេះវា error អត់បញ្ហាទេឲ្យវា error សិនទៅយើងមកកាន់អញ្ចឹងបើវា error បែបនេះយើងចុច save សិនមកយើងទៅ upload file ចូលកន្លែងនេះជាមុនសិនដើម្បីឲ្យតន័យហ្នឹងដឹកមកដល់ JSON របស់យើងដែរតាមរយៈការចូលទៅបើកនៅ Telegram bot forward មកកាន់ autofill data សាក់ហើយទីនេះយើង click run one មក run anyway គេវាត្រូវឲ្យយើងទៅយើង click run នៅទីនេះយើង run anyways អញ្ចឹងតម្រូវយើងទៅ forward តន័យនឹងម្ដងទៀត forward justអូខេឥឡូវគឺ data ហ្នឹងបានដឹកជញ្ជូនមកដល់នេះអស់ហើយយើង click នៅនេះដើម្បី set up យើង click នៅទីនេះបងប្អូននឹងឃើញ invoice ពី JSON ណាអញ្ចឹងយើង click កន្លែង invoice បងប្អូននឹងឃើញវាបំបែកទៅជា row ឃើញទេតន័យ clear មែនតើដែលបងប្អូនទាំងអស់គ្នាអត់ចាំបាច់ស្មុគស្មាញយីច្រើនហើយក៏យើងអត់ទាន់បំបែកវាដែរយើងចាប់យកវាទាំងដុំ invoice នេះមកទាំងដុំនៅកន្លែងនេះ boom ហើយចុច save បងប្អូនអាចមើលនៅកន្លែងឥឡូវតន័យរបស់យើងបានដឹកមកដល់នេះហើយវាបំបែកជា row យើងស្រាប់មកស្អាតហើយអញ្ចឹងយើងត្រូវដាក់កន្លែងដើម្បីទទួលវាគឺកន្លែង Google Sheet អញ្ចឹងយើង add module ថ្មីមួយទៀតគឺ Google Sheet right អូខេអញ្ចឹងកន្លែង Google Sheet នេះគឺយើងត្រូវយក module មួយគឺ update row តមកទៅរើស click នៅនេះដើម្បីទៅ map យកមួយអញ្ចឹងយើងយក folder មួយនេះ AI Office Automation តមកទៀតយើងយកកន្លែង sheet បូកមួយទៀតដើម្បីទៅចាប់យក sheet Cambodia 4.0 ក៏ប៉ុន្តែបងប្អូនឃើញកន្លែងនេះ data unavailable មានន័យថា sheet ដែលយើងបានបង្កើតពីវគ្គ1ហ្នឹងគឺវាអត់ទាន់ចូលមកក្នុង folder មួយនេះទេអញ្ចឹងយើងត្រូវ cancel សិនហើយយើងចូលមកកាន់ Google Drive របស់យើង Google Drive តមកយើងចូលមកកាន់កន្លែង My Drive ហើយ search បាននៅទីនេះយើងស្វែងរក sheet មុនហ្នឹងដែលមានឈ្មោះ Cambodia 4.0 នៅនេះអញ្ចឹងនេះយើងអត់ដឹង file របស់វាជាក់លាក់នៅទីកន្លែងណាទេតើអត់ក៏តែយើងអាច move file ហ្នឹងទៅដាក់ sheet folder បានដោយយើង click នៅទីនេះនឹងឃើញពាក្យថា move ហើយយើង move ចូល folder AI Office Automation មកយើងកុំទាន់ click move យើងចូលមកកាន់សញ្ញាព្រួយនៅទីនេះហើយមាន move មកកាន់ sheet folder អញ្ចឹងយើង click នៅទីនេះហើយបានយើងយក move អូខេអញ្ចឹងបន្ទាប់ពី move ហើយយើងចូលមកកាន់កន្លែងmac.com យើង click នៅនេះយើងធ្វើការឈូស file ម្ដងទៀតឈូសយក AI Office Automation យក sheet folder click នៅនេះយក sheet Cambodia 4.0
អញ្ចឹងកន្លែងនេះវាលេងក្រហមហើយវាលោតមកនេះ sit ណាមយើងយក sit font sit ទី1សញ្ញាទី1តមក sit header yes column no ទៅក្នុងការ map យើង map តាមយើងមើលឃើញជាក់ស្ដែងមកឧទាហរណ៍ទី1ថ្ងៃទីយើងចាប់យកថ្ងៃទីទី2លេខ invoice អូខេលេខ invoice នេះហើយទី3 item នេះមិនចាំបាច់ចាប់យកក៏បានដែរដោយសារតែតែគេដោយសារតែវាមាន reference នៅក្នុង invoice របស់យើងហើយស្រាប់តែបើយើងចង់ចាប់យកក៏បានដែរអញ្ចឹងយើងចាប់យកមួយមកដែល item បើវា breakdown វាមានច្រើនហើយបន្ទាប់មក sub total សំទោសកន្លែងនេះ content creator item តម្លៃរាយមិនចាំបាច់ចាប់យកទេដោយសារតែវាមាននៅក្នុងនឹងហើយស្រាប់item ក៏ដូចតែគ្នាដែរហើយបន្ទាប់មកហើយដែលសំខាន់គឺ invoice link អញ្ចឹង invoice link នេះគឺយើងទៅចាប់យកពីកន្លែង Google Drive យើង scroll ចុះមកក្រោមរហូតដល់ Google Drive ហើយយើងយកកន្លែងនេះ web view link click នៅនេះហើយយើងមើល total នេះក៏សំខាន់ដែរបើយើងចង់ដាក់តាមមួយភ្នែកមើលដឹងថាយើងចាយលុយទៅលើ content creator ហ្នឹងក្នុង invoice លេខ1ហ្នឹងចាយប្រមាណអញ្ចឹងយើងយក total អូខេហើយ unit price នឹងitem នេះយើងអាចហើយ unit price នឹង item នេះយើងអាច skip បានហើយបងប្អូនទាំងអស់គ្នាឃើញកន្លែង column ផ្សេងៗនេះដែលយើងអត់ប្រើយើងអាចលុបចូលបានអញ្ចឹងតើតើការលុបគឺយើងអាចចូលមកកាន់ sheet របស់យើងម្ដងទៀតចូលមកកាន់ sheet មួយនេះហើយយើងមើលកន្លែង review យើងដាក់កន្លែង age មកតបមកយើងមើលជួរណាដែលយើងអត់ប្រើឧទាហរណ៍ចាប់ពីជួរ I នេះយើង click នៅលើនេះ control ហើយ shift arrow key មកខាងស្ដាំតបមក mouse ស្ដាំយកពាក្យថា delete column click បែបនេះមកវា delete អស់យើងសល់តែ column ប៉ុណ្ណេះណាហើយទីនេះយើងអាច format វាទៅជាថ្ងៃទីបានអូខេ invoice number date ត្រូវហើយអញ្ចឹងយើងចូលមកកាន់កន្លែងនេះវិញយើងធ្វើការ mouse ស្ដាំចុចលើនេះ right click យកពាក្យ refresh form ហើយយើង scroll មកមើលថាមាន column ដែរនៅទៀតអត់គឺអត់ទេអញ្ចឹងយើងអាចបន្ថែមនៅ column មួយដែលយើង miss គឺ capture add t underscore add អូខេប៉ុណ្ណឹងហើយយើងចូលមកកាន់កន្លែងនេះ row នេះយើងអាចលុបបានតន័យចាស់របស់យើងអាចលុបបានមកស្ដាំ delete កុំឲ្យវាអញ្ញញ៉ៃអូខេអញ្ចឹងយើងបកមក scenario របស់យើងវិញ click refresh អញ្ចឹងយើងមើល clean ស្អាតតែម្ដងអូខេយើងចុច save module ទី8គឺយើងត្រូវទៅ add នៅ module មួយដែលមានឈ្មោះថា numeric aggregator numeric ឬក៏យើងយក tool ផ្សេងបែបនេះមកលឿនអញ្ចឹង tool click នៅនេះហើយយើងយក numeric aggregator ដើម្បីទៅបូកសរុបចំនួន row ដែលវាបានកត់ត្រាអញ្ចឹងកន្លែង source នៅនេះយើងអាចចាប់យកពី aggregator ទី 15 បាទ aggregator function យើងយក sum ចំណែក value នៅនេះយើង fill ជាមួយនឹងលេខ1ហើយចុច save តមក save anyway click align sun មកបានប៉ុណ្ណាគឺយើងចង់ឲ្យសារហ្នឹង load ទៅកាន់យើង automatic តើអត់ចូលទៅកាន់ Telegram របស់យើងដោយយើងអត់ចាំបាច់ចូលទៅ check មើលកន្លែង set ម្ដងហើយម្ដងទៀតទេអញ្ចឹងយើង click កន្លែងបូកនៅនេះហើយយើងស្វែងរក Telegram bot មួយនេះហើយយើងយកពាក្យ send text or reply អញ្ចឹងនៅក្នុងករណីរបស់យើងមានក្រុមឧទាហរណ៍មានក្រុមការងារយើងចង់ឲ្យតន័យហ្នឹងវាហូរចូលទៅកាន់ក្រុមការងាររបស់យើង automatic តែម្ដងយើងអាចចូលទៅកាន់ Telegram bot មួយ
click នៅនេះមកយើងអាចយក user info id បទមួយនេះហើយបន្ទាប់មកគឺយើងត្រូវ click កន្លែង start ហើយយើងយកគ្រប់ id ហើយដើម្បីយកគ្រប់ id របស់គេបានគឺយើងត្រូវតែ add បតមួយហ្នឹងចូលទៅក្នុងក្រុមចំនួនសិននឹងនៅក្នុងករណីរបស់យើងចង់យកពីក្រុមបានវាផ្ញើចូលក៏តែបើសិនបើយើងចង់យក user ឧទាហរណ៍ខ្ញុំចង់ឲ្យផ្ញើចូល user របស់ខ្ញុំអញ្ចឹងយើងចូលមកកាន់ user របស់ខ្ញុំមកឧទាហរណ៍ថាគាត់សួរអូខេហើយនេះគឺជា id នៃ Telegram របស់យើងអាច pass វាចូលនេះបានបន្ទាប់មកកន្លែងនេះ text យើងអាចសរសេរទៅតាមការចង់បានរបស់យើងអញ្ចឹងខ្ញុំមានការសរសេរមានសំណេររបស់ខ្ញុំហើយខ្ញុំនឹងបោះចូលនៅទីនេះតែម្ដងហើយកន្លែង result នេះយើង map យកពីកន្លែងនេះយើងអាចនេះបានទេ view link អញ្ចឹង view link នេះគឺយើងត្រូវទៅបើកនៅ Google Sheet របស់យើងដើម្បីទៅ copy យក link អញ្ចឹងយើងបើកយក sheet របស់យើងវិញមកយើង copy យកពីកន្លែងនេះ Google Docs រហូតមកដល់កន្លែង edit ហាម copy យកដល់សញ្ញាសួរបងប្អូនអញ្ចឹងយើង copy យកប៉ុណ្ណេះយើងយកវាមកបោះចូលកន្លែង Visual Telegram view data នេះយើងបោះ link របស់យើងចូលហើយយើងកុំឲ្យវា space អាក្រក់មើលយើងអាច remove space ទៅមក scroll ចុះមកក្រោម scroll កន្លែងនេះចុះមកក្រោមយើងមើល file mode នេះបើវា empty យើងឲ្យវាទៅជា HTML អូខេហើយយើងចុច save តមកទៀតយើង auto align ហើយយើង click run one យើង click ពីកន្លែង run history របស់យើងដើម្បីយកមក run ក៏បានដែរយើង click run one មកតមកយើងទៅបើក Telegram របស់យើងដើម្បីរងចាំមើលលទ្ធផលទាំងអស់គ្នាអូខេនេះជោគជ័យហើយបានបញ្ចូលវិក័យប័ណ្ណចំនួន1អញ្ចឹង aggregator ដែលយើងដាក់មិញហ្នឹងគឺដើម្បីអញ្ចឹងឯងវាបញ្ចូលប៉ុន្មានវា load ប្រាប់យើងបន្ទាប់មកយើង click នៅនេះមកដើម្បី view បាទប៉ុន្តែដោយសារតែនៅលើCopilot សំទោស Microsoft Edge ដែលខ្ញុំប្រើនេះគឺ sign in ជាមួយគណនីផ្សេងអញ្ចឹងវាទាមទារឲ្យrequest អញ្ចឹងខ្ញុំអាចយកមក pass នៅនេះបានខ្ញុំអាច copy យក link មិញហ្នឹងយកមក pass នៅនេះអញ្ចឹងបងប្អូនទាំងអស់គ្នាឃើញណា invoice របស់យើងមាន3ហេតុឲ្យបានវា account តែមួយគឺដោយសារតែវាចាប់រាប់ពីកន្លែងដែលយើងតភ្ជាប់ជាមួយនឹង text aggregator អញ្ចឹងយើងមើលនៅកន្លែងនេះហើយយើងអាច view មើល detail នៅកន្លែងនេះបានដែលយើងអត់ fill កន្លែង unit price នឹង item ណាដោយសារតែ item វាត្រូវបំបែកវាត្រូវរះញ៉ៃញ៉ៃច្រើនអញ្ចឹងប៉ុណ្ណេះហើយយើងអាច click កន្លែងនេះបានយើងអាច click កន្លែងនេះដើម្បី view មើល invoice ហ្នឹងឥឡូវឧទាហរណ៍ខ្ញុំ click កន្លែងនេះយ៉ាយើងអាច view មើល invoice ហ្នឹងពេញភ្នែកបានហើយ invoice របស់យើងក៏អត់រត់អារីអីដែរគឺវានៅក្នុង try នេះ automatic តែម្ដងយើងចូលមកកាន់ try របស់យើងចូលមកកាន់ folder AI Office Automation មើលកន្លែង invoice នេះ invoice ដែលយើងបានគេបាន upload មិញវាចូលមុននេះឯងទាំងអស់បងប្អូនទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថាបើប៉ុណ្ណឹងរបស់យើងដើរបានប៉ុណ្នេះដែរហេតុអ្វីបានជានៅអត់ទាន់ប្រើប្រកាសបានដោយសារតែ bot របស់យើងឥឡូវនេះវាទទួលតែ file ជារូបភាពនិងជាPDF ទេប្រសិនបើគេផ្ញើជាសំឡេងមក bot របស់យើងគឺស្ងាត់ជ្រាបតែម្ដងអត់មានអីតបគេនឹងទី1ហើយទី2គឺតកតងនឹងនៅពេលដែលគេផ្ញើរូបភាពអត់ច្បាស់ឬក៏ AI អត់អាចអានបានពេលនោះ bot របស់យើងនឹងស្ងាត់ជ្រាបតែម្ដងអត់មាន reply អីទៅកាន់គេវិញអញ្ចឹងយើងនឹងទៅដោះស្រាយបញ្ហាទាំងពីរហ្នឹងជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងដោះស្រាយបញ្ហាទី1នៅពេលដែលគេផ្ញើសំឡេងមកឲ្យ
បតរបស់យើងតបទៅកាន់គេវិញថាអត់អាចផ្ញើសំឡេងមកកាន់បតនឹងបានទេអញ្ចឹងយើងត្រូវ add នៅ router ដោយបំបែកផ្លូវនៅទីកន្លែងនេះអញ្ចឹងយើងមើលស្ដាំយកពាក្យថា router អញ្ចឹង router ទី1របស់យើងគឺដើរតាមផ្លូវនេះអូខេហើយបន្ទាប់មកយើងត្រូវទៅadd នៅ condition ដើម្បីឲ្យ router ហ្នឹងដំណើរការឥឡូវឧទាហរណ៍ថាផ្លូវទី1នេះគឺវាទទួលតែ file ទេ hash file អូខេតមក condition នេះបងប្អូនទាំងអស់គ្នាអាចទៅ copy យករូបមន្តរបស់ខ្ញុំបានយើងដាក់រូបមន្តនឹងចូលហើយយើងកែបន្តិចកន្លែងនេះយើងកែពី module ចាស់របស់យើងពី message font មកជាចាប់យក module នេះ id លេខ2អញ្ចឹងយើងលុបអាខ្មៅៗនេះចោលយើងទៅ map យកកន្លែង message នេះយក document ហើយ file id បន្ទាប់មក message photo បាទប៉ុណ្្នឹងឯងបន្ទាប់មកកន្លែង text operator ហ្នឹងយើងបដូរទៅជា exist basic operator exist មានន័យថាបើសិនបើគេផ្ញើរូបភាពឬក៏ជាផ្ញើ file គឺឲ្យចាញ់តាមច្រកនេះហើយយើងចុច save កន្លែងនេះមួយទៀតមកអូខេហ្នឹងខ្សែទី1ហើយយើងដាក់ខ្សែទី2នៅនេះប្រសិនបើគេផ្ញើសំឡេងមកយើងឲ្យតបទៅគេវិញថាអាចផ្ញើបានតែរូបភាពឬក៏ invoice តែប៉ុណ្ណោះអញ្ចឹងកន្លែងនេះយើងset fallback ទៅជា yes បន្ទាប់មកយើងចុច save អញ្ចឹងបងប្អូនទាំងអស់គ្នាឃើញខ្សែនេះលោតទៅជាពាក្យថា fallback បន្ទាប់មកយើងត្រូវទៅ add នៅ module ថ្មីមួយទៀតគឺ Telegram bot send text or replies កន្លែងនេះយើងទៅចាប់យកពី ID អ្នកដែលផ្ញើមកយើងអត់ចាប់យកពីក្រុមទេណាចាប់យក ID អ្នកដែលផ្ញើមកអញ្ចឹងយើងចូលមកកាន់ message chat ហើយយើងយក chat ID អូខេអញ្ចឹងមានន័យថា Telegram របស់យើងម្នាក់គឺមានchat ID ផ្សេងពីគ្នាអញ្ចឹងឲ្យតែគេ chat មកជាមួយ bot របស់យើងគឺ bot របស់យើងនឹងចាប់ ID របស់គេបាននៅកន្លែងនេះហើយបន្ទាប់មកយើងបោះ message មួយទៅប្រាប់គេថាសូមផ្ញើជារូបភាពឬជាឯកសារ PDF ឬក៏យើងអាចថាឲ្យគេផ្ញើជា invoice បាទសូមផ្ញើជា invoice រូបភាពឬឯកសារ PDF ដែលយើងទទួលបានតែ2នេះទេនៅក្នុង bot នេះណា bot នេះមិនអាចអានអក្សរឬក៏ស្ដាប់សំឡេងឲ្យបានទេតែប៉ុណ្្នឹងហើយយើងចុច save មក save នៅទីនេះម្ដងទៀតហើយ auto align នឹងចប់បញ្ហាទី1បញ្ហាទី2របស់យើងគឺតកតងនឹងរូបភាពនៅពេលដែលវាទទួលបានរូបភាពអត់ច្បាស់គឺឲ្យវាលោតទៅប្រាប់គេផងដែរអញ្ចឹងតកតងនឹងការដាក់នៅរូបភាពគឺយើងដាក់នៅកន្លែងណាគឺយើងចូលមកកាន់ module នេះ JSON អញ្ចឹងយើងមើលស្ដាំមកយើងយកពាក្យ add error header តបមកយើងយក Telegram bot send text or reply ដូចគ្នាកន្លែងនេះយើងចាប់យកពី message ទី2 module ទី2បន្តមកទៀតកន្លែង text យើងសរសេរប្រាប់គេមកមិនអាចអានឯកសារនេះបានទេសូមព្យាយាមម្ដងទៀតអីចឹងចឹងណាគឺក៏យើងអាចប្រើ emoji អីទៅតាមការស្រឡាញ់របស់យើង warning emoji បន្តមកចុច save ឥឡូវ system របស់យើងបានរួចរាល់ចប់ជាស្ថាពរអញ្ចឹងបងប្អូនទាំងអស់គ្នាអាចចុច save បន្ទាប់មកបែកមកនេះបានហើយយើង active ប្រព័ន្ធមួយដែលអាចបញ្ចូលទិន្នន័យឲ្យបងប្អូនទាំងអស់គ្នាបានដោយស្វ័យប្រវត្តិនេះគឺជា bot មួយនៅក្នុងចំណោម bot ទាំង6ទៀតដែលខ្ញុំប្រើដើម្បីបន្សំការងារជារៀងរាល់ថ្ងៃរបស់ខ្ញុំគឺ data entry bot ដែលសន្សំពេលរបស់យើងបានរហូតដល់5ម៉ោងក្នុងមួយសប្តាហ៍ហើយនៅក្នុងវគ្គសិក្សាពេញ AI Office Automation របស់យើងគឺយើង build រហូតដល់6 bot មានដូចជា bot ដែលជួយតប email ដោយស្វ័យប្រវត្តិ weekly report quotation generator សង្ខេបការប្រជុំទាំងសំឡេងនិងអត្ថបទ
ហើយយើងធ្វើតាមលំនាំស្តៀងគ្នានឹងដែរមានទាំង Safety Layer ដើម្បីការពារបតរបស់យើងផងដែរតើតើនឹង blueprint នៃបតមួយនេះទាំង scenario file Google Sheet template Gemini prompt ខ្ញុំដាក់ជូនដោយ Edgar Klein នៅក្នុង Telegram community អញ្ចឹងបងប្អូនទាំងអស់គ្នាអាចទាញយកបានដោយគ្រាន់តែចុចលើ link នៅក្នុង comment នៃវីដេអូនេះឬក៏បងប្អូនទាំងអស់គ្នាគ្រាន់តែ comment នៅពាក្យថា bot ទី1 data entry ខ្ញុំនឹងផ្ញើ file នឹងជូនបងប្អូនទាំងអស់គ្នាដោយឥតគិតថ្លៃហើយប្រសិនបើបងប្អូនទាំងអស់គ្នាចង់បាននៅ bot ទាំង6និងវគ្គសិក្សាពេញនៃ AI Office Automation បងប្អូនទាំងអស់គ្នាអាចចុចចុះឈ្មោះនៅ link ខាងក្រោមនេះបានដូចគ្នាអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូថ្មី